Yo, so đây tao khné nhóm bốn hai thằng đi của dương mà sắm rai sai rướng game của nó phim chia bẩn toចាប់ដើមមកភ្លាមបីសាយត្រី Madiger នេះក៏ចាប់ដើមវាបហាមកកាន់ Sanraku ហើយបន្ទាប់មកខណៈពេលដែលវាកំពុងតែហែលនៅក្នុងដីភក់មួយហ្នឹង Sanraku ក៏បានប្រើប្រាស់ skill slide move ដើម្បីកេតមកអាត្រីមួយហ្នឹងវាក៏បានបកក្បាលមកវិញ Sanraku ក៏បានប្រើប្រាស់ Warpal Chopper ប្លុកជាប់និងបានប្រើប្រាស់ skill Repel Counter កាប់ទៅកាន់ធ្មេញរបស់វាខណៈពេលដែលខ្លួនរបស់គេកំពុងតែថយមកក្រោយបានបន្តិចហ្នឹងក៏មើលទៅកាន់អេក្រង់ game ដែលគេបាន show មកក៏ឃើញថា skill ចំនួន2 slide move ហើយនិង Repel Counter ហ្នឹងវាមាន cooldown ចំនួនរយៈពេល10វិនាទីមុននឹងអាចប្រើប្រាស់វាបានម្ដងទៀត cooldown មិនទាន់នឹងអស់ផងស្រាប់តែបិសាច Madiger ហ្នឹងក៏បានហែលមកខំ Sanraku ម្ដងទៀតតែម្ដងដល់មិនដឹងថាធ្វើម៉េចកើត skill ផ្សេងៗរបស់ខ្លួនហ្នឹងមិនទាន់នឹង cooldown អស់ដើម្បីប្រើប្រាស់បានផងស្រាប់តែពេលហ្នឹងទុនសាយ Emul ក៏បានទាញសភៅនិងវ៉ែនតាប្រើប្រាស់ spell មួយបាញ់ទៅកាន់ក្បាលរបស់អាត្រីនឹងមួយបដ ாய் ហើយវានឹងក៏បានដួល Sanraku នៅពេលដែលឃើញទុនសាយមួយហ្នឹងអាចជួយឲ្យបានខ្លាំងចឹងខ្លួនក៏សប្បាយចិត្តថាខ្លួនហ្នឹងមិនមែនលេងតែឯងទេក៏ដូចជាមានគ្នាផងដែរតមក Sanraku ក៏បានធ្វើដំណើរដើរយ៉ាងទៅដាប់ទៅដួសនៅលើភក់ហ្នឹងដោយសារតែវាតឹងខ្លាំងពេកទៅកន្លែងត្រីឆ្លាមមួយហ្នឹងដើម្បីសម្រាប់វាចោលដើរទៅដល់កន្លែងហ្នឹងស្រាប់តែអាត្រីមួយហ្នឹងវាក៏ងើបក្បាលមកដែរតមក Sanraku ក៏បានប្រើប្រាស់ skill មួយដែលឈ្មោះថា Screw Pierce ក៏ប៉ុន្តែ skill មួយហ្នឹងក៏បាន upgrade វាទៅជា skill មួយទៀតដែលមានឈ្មោះថា Spiral Edge បាញ់ skill មួយហ្នឹងទៅកាន់ Madiger ហើយគាត់ក៏បានប្រើប្រាស់ skill មួយទៀតដែលឈ្មោះថា Edge Climb និងបានចាក់កំបិតនៅលើពោះរបស់អាសត្វមួយហ្នឹងឡើងទៅលើក្បាលរបស់វាតែម្ដងនិងប្រាប់ទៅកាន់ Emul ថាប្រើប្រាស់ spell មួយទៀតមកបាញ់ដាក់វាឲ្យធំហ្មងទៅដើម្បីកម្ចាត់វាចោលអាសត្វ Madiger មួយហ្នឹងវាក៏បានកវីក្បាលវាចោលឡើងនិងហាមាត់ដើម្បីចាប់ស៊ីអាពីរនាក់ហ្នឹងចូលទៅក្នុងពោះរបស់វាក៏ប៉ុន្តែឥឡូវហ្នឹងរយៈពេល9នាទីហ្នឹងដូចជាផុតបាត់ហើយអញ្ចឹងទៅ Sanraku ក៏បានប្រើប្រាស់ skill Repel Counter កាប់ទៅកាន់ក្បាលរបស់វាតែម្ដងខណៈពេលដែលវាកំពុងតែអកសើជាមួយនឹង Repel Counter របស់ Sanraku ហើយ Magic របស់ Emul ហ្នឹងក៏រួចរាល់ដូចគ្នាក៏បានបាញ់ Magic មួយយ៉ាងធំឈ្មោះថា Power Boost Magic Edge ទៅកាន់អាត្រីមួយហ្នឹងទៅហើយវាក៏បានដួលសន្លប់ទៅកន្លែងភក់ហ្នឹងបានធ្លាក់មកដល់ក្រោមហ្នឹងឈាមរបស់ Sanraku ហ្នឹងក៏រៀងធ្លាក់បន្តិចផងដែរក៏ប៉ុន្តែសរសើរទៅកាន់សរសៃខ្លាំងមែនទែនដោយសារទឹកដែរបស់នាងហ្នឹងក៏សាហាវដែរតែនៅពេលដែលបែរមកមើលអាត្រី Madiger នេះវិញហ្នឹងក៏ស្រាប់តែរីកែរបស់វាបាត់មើលទៅណាក៏មិនឃើញភ្លាមហ្នឹងស្រាប់តែភក់នៅកន្លែងហ្នឹងវារង្គើតាមមើលទៅដូចជាអាសត្វ Madiger ហ្នឹងវានៅខាងក្រោមរកឈ្មោលដីមកលើទៀតហើយចឹងទៅ Sanraku ក៏បានទាញសរសៃគប់ចេញឲ្យឆ្ងាយទៅបន្ទាប់មកអាត្រីមួយហ្នឹងវាក៏បានឈ្មោលឡើងលើបុក Sanraku ឲ្យឡើងប៉ើងមែនក៏ប៉ុន្តែលើកហ្នឹងឈាមរបស់ Sanraku ហ្នឹងដូចជាមិនសូវជាអស់ច្រើនប្រហែលនោះទេក៏ប៉ុន្តែនៅពេលហ្នឹងក្នុងហ្គេមគេក៏បាននិយាយប្រាប់ថាសត្វបិសាចមួយដែលមានក្បាលដូចត្រីឆ្លាមមានជើងដូចជាសត្វក្រពើឈ្មោះថា Madiger ហ្នឹងនៅពេលដែលឈាមរបស់វាជិតងាប់វាក៏បានប្រើប្រាស់ skill មួយហ្នឹងដែលបំបុកសត្រូវរបស់វាឲ្យប៉ើងឡើងលើធ្វើបិទថាឈាមមិនសូវអស់មែនក៏ប៉ុន្តែនៅពេលដែលធ្លាក់មកវិញបុកជាមួយនឹងភក់នឹងដីឯទៅឈាមរបស់វានឹងងាប់ជាមិនខាន Emul ក៏ព្យាយាមរត់មករកកន្លែងដែល Sanraku នឹងត្រូវធ្លាក់ផងដែរដើម្បីជួយគាត់អីចឹងទៅហើយ Sanraku នេះក៏បោះបង់ហើយគិតថាខ្លួននឹងងាប់ហើយបើធ្លាក់មកលឿនម្លឹងមិននឹងអាចរស់ទាន់ទៅគ្មានអីទ្រពីក្រោមផងក៏ប៉ុន្តែនៅពេលដែលចិត្តធ្លាក់ដល់ភក់ហ្នឹងស្រាប់តែ Emul នឹងរត់មកដល់កន្លែងនឹងទាន់នឹងទីសភៅបើកជប់ឲ្យ Sanraku នឹងចូលទៅក្នុងសភៅហ្នឹងបន្ទាប់មកក៏ teleport ឲ្យអ្នកទាំងពីរនៅចំទីតាំងខាងលើក្បាលរបស់អាសត្វ Madiger នឹងតែម្ដងហើយបន្ទាប់មកដោយសារតែល្បឿនធ្លាក់មកហ្នឹងលឿនខ្លាំងពេកធ្លាក់ទៅលើក្បាលរបស់អាសត្វ Madiger នឹងហើយក៏ធ្វើឲ្យអាសត្វមួយហ្នឹងងាប់បាត់ក៏ប៉ុន្តែឈាមរបស់ Sanraku នឹងក៏អស់ដែរអស់សឹងតែទាំងអស់សល់តែមួយតែប៉ុណ្ណោះប៊ីនឹងស្រាប់ទៅហើយងាកទៅមើល level របស់ Sanraku នឹងក៏ឡើងពី28ទៅ level 29ដោយសារតែ Madiger នឹងវាបានងាប់បាត់ហើយនៅពេលដែល Sanraku ធ្លាក់ពីលើវាបាញ់មិញ Sanraku នឹងក៏សប្បាយចិត្តមែនតើនៅពេលដែលខ្លួនបាននៅរស់ប៉ះបិសាចខ្លាំងៗហើយហ្នឹងក៏នៅអាចវាយឈ្នះវាបានទៀតនិងសរសើរទៅកាន់ទឹកដៃរបស់ Emul ខ្លាំងមែនតើព្រោះថាបាន magic របស់គាត់ហ្នឹងហើយបើមិនចឹងទេមិនអាចវាយឈ្នះអាសត្វមួយនេះឡើយកំពុងតែធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុងទី3ហ្នឹងខ្លួនក៏ស៊ីស្មៅស៊ីអីចឹងទៅដើម្បីឲ្យឈាមរបស់ខ្លួនឡើងក៏ប៉ុន្តែស៊ីស្មៅមួយមុខហ្នឹងឈាមឡើងមិនគ្រប់នោះទេដើរតាមផ្លូវបណ្ដាហ្នឹង Sanraku ក៏រអ៊ូថាមិនដឹងជាលះទុនសាយហ្នឹងមិនឲ្យចិត្តទេនៅពេលដែលចូលទៅក្នុងក្រុងប្រកាសជាគេមើលពេញហ្នឹងហើយលឿនអញ្ចឹង Emul ក៏បានប្រើប្រាស់ skill មួយដែលជា magic របស់ខ្លួនជប់ឲ្យខ្លួនឯងហ្នឹងខ្លាយទៅជាមនុស្សបដ ாய் ហើយ Sanraku ហ្នឹងនៅពេលដែលឃើញអញ្ចឹងក៏ភាំងបដ ாய் សួរមកកាន់ខ្លួនឯងថាឥឡូវហ្នឹងកំពុងតែលេងហ្គេមសងព្រេង SLF ឬក៏លេងហ្គេមគ្នាមានសង្សារមានអីឲ្យប្រកាសឡើយបន្ទាប់មកមួយសន្ទុះរាងកាយរបស់ Emul ហ្នឹងក៏បាន transform ទៅជាកូនទន្សាយដោយដើមវិញដោយសារតែខ្លួនហ្នឹងប្រែកាយឲ្យបានយូរនោះទេបានតែ4ឬក៏ទៅ5នាទីហ្នឹងរូបរាងរបស់ខ្លួននឹងប្រែក្លាយទៅជារូបរាងដើមវិញហើយដោយសារតែហត់ខ្លាំងពេក Sanraku ក៏និយាយប្រាប់ទៅកាន់កូនទន្សាយ Emul ថាកុំបារម្ភច្រើនអីខ្លួននឹងស្លៀកតែខោខ្លីក្បាលរបស់ខ្លួននឹងជាក្បាលសត្វទៀតមានវិណាគេសង្ស័យអីច្រើននោះទេបើសិនជាកូនទន្សាយឯងហ្នឹងប្រែក្លាយទៅជាមនុស្សវិញនោះប្រកាសជាចម្លែកគឺសេសាទដើរជាមួយនឹងមនុស្សប្រុសអាក្រាតកាយពាក់ក្បាលសត្វអីហ្នឹងមើលទៅគឺចម្លែកយកតែម្ដងមួយសន្ទុះធំក្រោយមកទៀតអ្នកតាពីរហ្នឹងក៏បានធ្វើដំណើរមកដល់ទីក្រុងទី3នេះហើយដែលមានឈ្មោះថា Third Rema ហ្នឹងដើរទៅដល់កន្លែងច្រកទ្វារចូលទៅកាន់ទីក្រុងហ្នឹងសន្តិសុខពីរនាក់ហាមអត់ឲ្យចូលដោយសារតែមួយហ្នឹងវាស្លៀកខោខ្លីអាក្រាតកាយអញ្ចឹងណាគេឲ្យចូលចម្លែកខ្លាំងមែនតើនៅពេល
អញ្ចឹង Emo ក្នុងរូបរាងជាមនុស្សហ្នឹងក៏បាននិយាយលន់តួអង្គវក៏ប្រាប់ថាសារគូនឹងគឺជា hero ឬក៏ warrior ដែលកំសត់ជួយជាមួយនឹងសត្វខ្លាំងៗត្រូវបណ្ដាសាយពួកនឹងស្នាមឡើងពេញខ្លួនអញ្ចឹងទៅហើយបន្ទាប់មកក៏សុំចូលបានមែនដោយសារតែពីរនាក់ហ្នឹងរៀងអាណិតដែរក៏ប៉ុន្តែនៅពេលដែលកំពុងតែដើរចូលហ្នឹងក៏ចាប់អារម្មណ៍ player ផ្សេងៗជាច្រើនអ្នកមើលមកខ្លួនលើក្រោមខ្សឹបខ្សៀវគ្នាដូចជាមានរឿងអីកើតឡើងអញ្ចឹងស្រាប់តែពេលនោះក៏មាន player ស្រីម្នាក់មកទាញដៃរបស់សារគូជាប់ដោយសារតែឃើញសារគូហ្នឹងនៅក្នុងអ៊ីនធឺណិតឬក៏ក្រុមឆាតអីអញ្ចឹងទៅហើយ player ម្នាក់ហ្នឹងគឺមានឈ្មោះថា Animalia ហើយស្អីរឿងក៏បានបកមកក្រោយឲ្យយើងមើលបន្តិចនៅពេលដែលសារគូជាមួយនឹងកូនទសាយហ្នឹងរត់ចេញពីពីរនាក់នេះពីរនាក់ហ្នឹងក៏បាន screenshot រូបមួយហ្នឹងនឹងផ្ញើចូលទៅកាន់ក្រុមរបស់ veteran តែម្ដងជឿទៅពួកហ្នឹងក៏បានដឹងគ្រប់គ្នាបដ ாய் ថាសារគូហ្នឹងមានកូនទសាយជាប់នៅក្នុងខ្លួនរបស់គេហើយព័ត៌មាននេះក៏លេចលឺដល់កញ្ញា Animalia នឹងផងដែរហើយធ្វើឲ្យនាងហ្នឹងក៏បានធ្វើដំណើរមកជួបគ្នាជាមួយនឹងសារគូនឹងតោងដៃសារគូជាប់នៅកន្លែងច្រកចូលទីក្រុងទី3ហ្នឹងអញ្ចឹងទៅហើយ player ផ្សេងៗហ្នឹងអ្នកខ្លះក៏មិនចាប់អារម្មណ៍ជាមួយនឹងទសាយផងដែរគឺចាប់អារម្មណ៍ស្លាកស្នាមនៅលើខ្លួនរបស់សារគូហើយបន្ទាប់មកពួកនឹងក៏ដឹងបដ ாய் ថាសារគូនឹងគឺបានជួបគ្នាជាមួយនឹងពួក unique monster ដែលមានឈ្មោះថា Lycagon បន្ទាប់មកនៅក្នុងក្រុម chat veteran ហ្នឹងក៏មាន player មួយដែលមានឈ្មោះថា Ocelot ដែលមកពី clan Asura Kai ហ្នឹងចាប់អារម្មណ៍ពីរឿងស្លាកស្នាមនៅលើខ្លួនរបស់សារគូនឹងផងដែរនឹងពពុះគ្នាដើម្បីទៅវាយសារគូដើម្បីដឹងពីព័ត៌មានដែលធ្វើម៉េចបានខ្លួនទទួល curse ពីអាសត្វ Lycagon ហ្នឹងអីចឹងទៅមិនត្រឹមតែពួកហ្នឹងនោះទេសូម្បីតែកញ្ញាសក់ពកក្រហមនេះក៏ប៉ុន្តែមិនដឹងថាគាត់នឹងមកពី clan ណាទេក៏ចាប់អារម្មណ៍នឹងចង់ទៅជួបនិយាយគ្នាជាមួយនឹងសារគូអំពីរឿងស្លាកស្នាមរបស់ Lycagon នឹងផងដែរងាកមកមើលឈុតឆាករបស់កញ្ញាមួយដែលចាប់ដៃរបស់សារគូហ្នឹងវិញហ្នឹងនាងក៏ចម្រិតសួរទៅកាន់សារគូនឹងយកតែម្ដងថាធ្វើម៉េចបានកូនទសាយ Cute ហ្នឹងដើរតាមខ្លួនធ្វើជាសត្វចាំអីចឹងទៅគាត់ទៅលើអញ្ចឹងភ្លាមសារគូក៏ភ្ញាក់បដ ாய் ថាព័ត៌មានអត្ថបទរបស់ខ្លួនហ្នឹងគេលេចលឺដឹងអស់ហើយមែនបើអញ្ចឹងមែនហ្នឹងខ្លួនលេងហ្គេមហ្នឹងប្រកាសជាគ្រោះថ្នាក់ងាប់ហើយភ្លាមនោះក៏មានកញ្ញាសាក់ពណ៌ទឹកប៊ិចហក់មកកន្លែងហ្នឹងយកដាវកាប់អ្នកទាំងពីរតែម្ដងក៏ប៉ុន្តែកិច្ចផុតអត់មានតែគេមានគ្រោះថ្នាក់ទេសារគូគ្រាន់តែឃើញកញ្ញាហ្នឹងភ្លាមក៏ស្គាល់ដោយសារតែធ្លាប់លេងហ្គេមមុនជាមួយគ្នាដែរហើយក៏សួរថា Pencil Knight ឯងហ្នឹងមកលេងហ្គេម SLF ធ្វើអីដែរ Pencil Knight ចូលមកកាប់គេកាប់ឯងញញ៉ៃពេញហ្នឹងគឺដោយសារតែគាត់ខឹងទៅកាន់សារគូខ្លាំងមែនតើដូចជាចេះ hack ឬក៏ cheat code អីមិនទេបានទៅជួបជាមួយនឹងពួក unique monster អីចឹងហើយនឹងប្រាប់ទៅកាន់សារគូផងដែរថាខ្លួនលេងហ្គេម SLF នេះអត់មានឈ្មោះថា Pencil Knight អីទៀតទេឈ្មោះរបស់គេហ្នឹងគឺ Acer Pencilgon សារគូក៏ងាកទៅមើលតារាងនិង level នៅលើក្បាលរបស់កញ្ញាម្នាក់ហ្នឹងក៏ឃើញថាមានក្បាលខ្មោចនៅខាងលើហ្នឹងហើយ level របស់នាងហ្នឹងឡើង level 99តែម្ដងខ្ពស់ខ្លាំងមែនតើសារគូហើយនិងកញ្ញាម្នាក់នេះគឺស្គាល់គ្នានៅតាមរយៈការលេងហ្គេមកាមួយដែលធ្លាប់លេងជាមួយនឹងគ្នាកាលពីមុនហើយឈ្មោះហ្គេមមួយហ្នឹងគឺឈ្មោះថា Unit Rounds នៅក្នុងហ្គេមហ្នឹងគឺ player នីមួយៗតែងតែលួចឲ្យវាយវ៉ាន់គ្នាទៅមកដោយសារតែ item នៅក្នុងហ្នឹងវាកម្រខ្លាំងពេក item ល្មមដូចជាស្មៅធ្វើឲ្យឈាមរបស់យើងនឹងឡើងហ្នឹងក៏ពិបាករកទៅហើយអញ្ចឹងទៅ player មួយតែងតែទៅកាប់ហាងឬក៏ NPC អីផ្សេងដើម្បីលួចឲ្យវាយវ៉ាន់តគ្នាអញ្ចឹងទៅនៅក្នុងប្រភេទហ្គេមកាមួយប្រភេទដែលពុំមានច្បាប់ទម្លាប់អីត្រឹមត្រូវអញ្ចឹងអ្នកដែលមានល្បិចនិងសាហាវខ្លាំងជាងគេតែប៉ុណ្ណោះដែលជាអ្នកឈ្នះហើយនៅក្នុងហ្គេម Unit Round មួយហ្នឹងអ្នកដែលមានល្បិចកលច្រើនជាងគេនិងលេខពូកែខ្លាំងជាងគេគឺ Pencil Knight នឹងឯងមាននគរមានអីឡើងពេញហ្នឹងហ្មងសូម្បីតែកងទ័ពក៏មានច្រើនដូចគ្នានៅថ្ងៃណាមួយនោះសារគូជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនឈ្មោះថា Katso ហ្នឹងក៏មកវាយតាហ៊ានឬក៏យកឲ្យវាយវ៉ាន់នៅក្នុង Kingdom របស់ Pencil Knight ហ្នឹងតែម្ដង Katso ក៏សួរសកម្មសារគូថាហ្គេមមួយនេះគោលបំណងរបស់វាគឺការពារទីក្រុងឬក៏នគរចេញពីពួកបិសាចអីតាក៏ប៉ុន្តែឥឡូវមិនមកលេងបែបហ្នឹងទៅវិញសារគូក៏ reply ថាគ្មាន monster អីណាខ្លាំងជាង Pencil Knight អីហ្នឹងទៀតទេចឹងទៅឥឡូវ mission របស់យើងគឺវាយកម្ចាត់ Pencil Knight ដែលជា final boss ហ្នឹងឯងបន្ទាប់មកគេទាំងពីរក៏បានបើកទ្វារចូលទៅកាន់ទីតាំងកន្លែងមួយទៀតបើកចូលមកហ្នឹងក៏ឃើញ Pencil Knight អង្គុយនៅលើរាជបល្ល័ង្កកាន់ដាវមួយសម្លឹងមកកាន់ពួកគេតែម្ដងហើយដោយសារតែ game Unit Round មួយនេះគឺសិននៅក្នុងកណ្ដាប់ដៃរបស់នាងជាអ្នកគ្រប់គ្រងទៅហើយគ្រប់គ្នាឬក៏អ្នកលេងគ្រប់គ្នាទាំងអស់ហ្នឹងគឺតែងតែហៅនាងថា Dystopian Impress Pencil Knight ដែលឃើញពីអ្នកហ្នឹងដើរចូលមកទៅហ៊ានរបស់ខ្លួនហ្នឹងក៏ចាត់កម្មកាត់ហើយក៏ដឹងហើយថាពីអ្នកហ្នឹងចង់ខ្លាយទៅជា player បដិវត្តមួយប្រភេទដល់ចិត្តទៅនេះក៏បានងើបឈរឡើងនិងដកដាវវាយគ្នាជាមួយនឹងពីរអ្នកហ្នឹងតែម្ដងនៅក្នុង game Unit Round ហ្នឹងពីរអ្នកហ្នឹងក៏បានប៉ះគ្នាក៏ប៉ុន្តែលទ្ធផលចុងក្រោយហ្នឹងគឺស្មើគ្នាហើយឥឡូវនេះក៏បានជួបគ្នាសារជាថ្មីនៅក្នុង game SLF តមកអ្នកទាំងពីរហ្នឹងក៏បានចាប់ផ្ដើមវាយគ្នាសារជាថ្មីមិនដឹងថាពីអ្នកណាជាអ្នកឈ្នះអ្នកណាជាអ្នកចាញ់នោះទេដោយសារតែ level 2អ្នកហ្នឹងគឺខុសគ្នាខ្លាំងមែនតើបន្ទាប់មកពីអ្នកហ្នឹងក៏បានបដូរដើរគ្នាពីបេក្បាច់អីចឹងទៅហើយកញ្ញាម្នាក់ហ្នឹងក៏បាននិយាយប្រាប់ថាខ្លួនហ្នឹងធ្វើដំណើរមកពីទីក្រុងទី5ឯណោះដើម្បីមកជួបគ្នាជាមួយនឹងសារគូនិងសម្រាប់វាចោលទោះបីនៅពេលដែលសម្រាប់សារគូហើយត្រូវ game ហ្នឹង ban ជប់ឲ្យលេងក៏ដោយក៏ខ្លួនហ្នឹងនៅតែសប្បាយចិត្តដែរធ្វើមិនឲ្យតែសម្រាប់សារគូបានបន្ទាប់មកនាងក៏បាន reflect ខ្លួនចេញពីការប្រឡងដើរមួយហ្នឹងនឹងបានគប់ដើរមកពី3ហើយសារគូហ្នឹងក៏បាន
ប្លុកដើរនឹងជាប់ដែរបើសិនជាប្លុកមិនជាប់នឹងវីវធំហើយព្រោះថាដើរនឹងមានថ្នាំប៉ូលេឡើងពេញហ្នឹងអេម៉ូក៏ព្យាយាមរត់ទៅកន្លែង Animalia អញ្ចឹងទៅដើម្បីឲ្យរួចខ្លួនណាព្រោះថាពីរនាក់ហ្នឹងនៅជិតគ្នាកាប់គ្នាទៅមកហ្នឹងគ្រោះថ្នាក់ខ្លាំងមែនតើហើយរាងកាយរបស់នាងហ្នឹងក៏ចាប់ផ្ដើមលេចកតុយលេចអីមកតិចៗផងដែរព្រោះថាឥឡូវហ្នឹងរៀងយូរដែរហើយនៅពេលដែលខ្លួនហ្នឹងប្រែក្លាយទៅជាមនុស្ស Animalia នៅពេលដែលឃើញកញ្ញាសក់ពណ៌ទឹកប៊ិចហ្នឹងក៏ស្គាល់ផងដែរថាគឺជាសមាជិក Clan Asura Kai ហើយនាងហ្នឹងហើយគឺមានរហស្សនាមថា Giant Killer ឬ nickname ថា Giant Killer អញ្ចឹងសារ៉ាគូក៏ប្រអាប់ថាការលេងហ្គេមកាកាជាមួយនឹងគ្នាពីមុនហ្នឹងនាងគឺជាយៈដែលត្រូវគេសម្លាប់សោះហ្នឹងណាអ្នកទាំងពីរហ្នឹងក៏បានសើចលេងជាមួយនឹងគ្នាកន្លែងហ្នឹងទៅក៏ប៉ុន្តែមានឯណាបន្ទាប់មកក៏កាប់គ្នាយកមួយតែម្ដងកំពុងតែកាប់គ្នាបណ្ដាហ្នឹងក៏ប្រកែកគ្នាបណ្ដាហើយកញ្ញាម្នាក់ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់សារ៉ាគូថាមកហ្នឹងមិនមែនចង់តែសម្លាប់សារ៉ាគូមួយយ៉ាងនោះទេមកហ្នឹងដោយសារតែចង្វាយរបស់វានៅក្នុង clan ហ្នឹងប្រាប់ឲ្យមកសួរព័ត៌មានផ្សេងៗខ្ញុំដឹងអីខ្លះអំពី unique scenario ឲ្យប្រាប់ឲ្យអស់មកបើមិនចឹងទេក្រុមរបស់ពួកគេនឹងមកតាមសម្រាប់សារ៉ាគូមិនឲ្យនៅសក់ឡើយសារ៉ាគូក៏មិនប្រាប់អីដែរព័ត៌មានហ្នឹងសឹកសឹងអីក៏បានប្រាប់ថាមេរបស់ពួកឯងហ្នឹងឈួតហើយតោះមកក៏សម្រុកចូលទៅកាន់កញ្ញាម្នាក់ហ្នឹងនឹងកាប់ទៅកាន់នាងយកមួយតែម្ដងក៏ប៉ុន្តែនាងហ្នឹងប្លុកជាប់ដោយសារតែអាវុធនិង level របស់នាងហ្នឹងគឺខ្ពស់ខ្លាំងយកទៅមែនតែនហើយកញ្ញាម្នាក់ហ្នឹងគឺជាសមាជិករបស់ពួក PK ដល់អញ្ចឹងទៅសារ៉ាគូហ្នឹងដូចជាវិភាគដឹងថាពួកហ្នឹងចូលទីក្រុងអត់កើតនោះទេបើមិនអញ្ចឹង Acer Pensagon ហ្នឹងក៏មិនមកវាយគ្នាជាមួយនឹងខ្លួនទប់ទល់ខ្លួនមិនឲ្យចូលទីក្រុងតអញ្ចឹងដែរងាកមកមើលកូនតសៃខ្ជូតអ៊ីម៉ូរបស់យើងណែវិញហ្នឹងក៏កំពុងតែទរន្តរាខ្លាំងមែនតែនដោយសារតែនីតិរបស់ខ្លួនហ្នឹងមកដល់ហើយឥឡូវហ្នឹងក៏កំពុងតែព្យាយាមទប់ធ្វើម៉េចហ្នឹងកុំឲ្យខ្លួនប្រែក្លាយទៅជាកូនតសៃ Animalia ឃើញពីអ្នកហ្នឹងកំពុងតែវាយគ្នារកសួរសំណួរទៅគីមបានអញ្ចឹងក៏មួម៉ៅខ្លាំងមែនតែនក៏ប៉ុន្តែទៅវាយគ្នាជាមួយនឹង Giant Killer មិនកើតដោយសារតែម្នាក់ហ្នឹងក៏សមត្ថភាពខ្លាំងសឹងអីងាកចុះងាកឡើងមិនដឹងជាសួរពីណាក៏ឃើញអ៊ីម៉ូក្នុងរូបរាងជាមនុស្សនឹងបដ ாய் ក៏ទៅកេះស្មាសួរដើម្បីចង់ដឹងព័ត៌មានខ្លះៗក៏ប៉ុន្តែពេលហ្នឹងអ៊ីម៉ូក៏បានប្រែក្លាយទៅជាទន្សាយភ្លាមតែម្ដងសារ៉ាគូឃើញអញ្ចឹងក៏ដឹងហើយថាស្ថានភាពឥឡូវហ្នឹងកំពុងតែមិនស្រួលនោះទេហើយ Animalia នៅពេលដែលឃើញកូនទន្សាយមួយហ្នឹងនៅក្នុងដៃរបស់ខ្លួនហ្នឹងក៏សប្បាយចិត្តបដ ாய் ដោយសារតែឃើញកូនទន្សាយមួយហ្នឹងវាខ្ជូតខ្លាំងពេក Acer Pensagon នៅពេលដែលឃើញសារ៉ាគូប្រហែលអញ្ចឹងនាងក៏បានហក់ទៅកាប់មួយទំហឹងក៏ប៉ុន្តែសារ៉ាគូក៏បានប្រើប្រាស់ skill Repel Counter និងបានធាក់នាងមួយជើងឲ្យប៉ើងបន្ទាប់មកក៏ប្រាប់ឲ្យអ៊ីមូលហ្នឹងឡើងមកតោងលើស្មារបស់ខ្លួនមកនិងរត់សម្ដៅទៅកាន់ទីក្រុងហ្នឹងយកមួយតែម្ដងដើម្បីឲ្យមានសុវត្ថិភាព Animalia សូមថតរូបភាពជាមួយនឹងកូនទន្សាយមួយនឹងសិនដោយសារតែវាខ្ជូតខ្លាំងពេកក៏ប៉ុន្តែសារ៉ាគូក៏ប្រាប់ចូលទៅក្នុងក្រុងសិនទៅចាំឲ្យថតដោយសារតែនៅក្រៅហ្នឹងវាគ្រោះថ្នាក់ខ្លាំងមែនតើ Pensagon ក៏បានឲ្យពីណាហ្នឹងរត់ទៅសួរបួលនោះទេក៏ប៉ុន្តែនៅពេលដែលរត់ទៅហ្នឹងក៏ត្រូវបានផ្ទុះអីមួយនៅកន្លែងហ្នឹងប្លុកនាងឲ្យទៅជាប់ហើយអាហ្នឹងគឺជាស្នាដៃរបស់ Animalia នឹងឯងខំតែសប្បាយចិត្តខ្លួនរត់ទៅទីក្រុងបានសម្រេចជោគជ័យហើយក៏ប៉ុន្តែមានអ្នកណារត់បានមួយសន្ទុះហ្នឹង4អ្នកទៀតចាំស្ទាក់ផ្លូវសាន់រ៉ាគូអត់ឲ្យចូលទៅក្រុងតាន់ទេហើយ player ទាំង4អ្នកហ្នឹងផងដែរគឺមានឈ្មោះថា Remy, Branch, Last និង Ketchum ពួកហ្នឹងក៏ចាប់ផ្ដើមការងាររបស់វាទប់ស្កាត់ធ្វើឲ្យកុំឲ្យសាន់រ៉ាគូហ្នឹងចូលទៅក្នុងក្រុងបានអីចឹងទៅហើយពីរអ្នកនេះក៏ចាប់ផ្ដើមវាយគ្នាដូចគ្នា Animalia ហ្នឹងក៏ចាប់ផ្ដើមបាញ់សិលទៅកាន់ Pensagon អីចឹងទៅ Pensagon ក៏បានប្លុក Magic នឹងជាប់បន្ទាប់មកក៏បានបាញ់ Magic នឹងត្រឡប់មកកាន់ Animalia វិញឡើងសន្លប់ដេកដីតែម្ដង Animalia ក៏ឆ្ងល់ថាម៉េច Pensagon អាចចាប់ Magic នឹងបាននឹងបាញ់មកកាន់ខ្លួនវិញចឹង Pensagon ក៏បានបង្ហាញតុក្កតាមួយដែលខ្លួនទុកនៅក្នុងខ្លួនតុក្កតាហ្នឹងគឺដើម្បីចាប់យក Magic ដែលសត្រូវបាញ់មកផ្សេងយកចូលទៅក្នុងខ្លួនរបស់វាឲ្យខ្ទេចតែម្ដងធ្វើម៉េចឲ្យម្ចាស់របស់វារួចខ្លួនអីចឹងណាងាកមកមើលសាន់រ៉ាគូណែវិញហ្នឹងគ្នា4នាក់ផ្សេងទៀតក៏ចាប់ផ្ដើមវាយសម្រុកមកកាន់គេតែម្ដងមិនដឹងថារត់ទៅណាឬក៏ block យ៉ាងម៉េចជាប់នោះទេក៏ប៉ុន្តែពេលហ្នឹងក៏មាន player មួយទៀតដែលមានអាក្រោះឡើងជុំជិតខ្លួនតែម្ដងគឺជា Ray នឹងឯងមក strike កន្លែងហ្នឹងមួយដើម្បីទប់ស្កាត់កុំឲ្យមានការវាយគ្នាបន្តទៀតអីចឹងណា4នាក់ទៀតជាមួយនឹង Pensagon ក៏បានឆ្ងល់ថាម៉េចបាន Attack Master មកកន្លែងហ្នឹងដែរអញ្ចឹងតើគេនឹងមានគោលបំណងអីឲ្យប្រកាសមើលទឹកមុខរបស់ Attack Master ដែលអ្នកលេងនេះគឺជា Ray ហ្នឹងមើលទៅcoolខ្លាំងមែនតើក៏ប៉ុន្តែតាមពិតទៅនឹង Ray ក៏កំពុងតែសប្បាយចិត្តនឹងអៀនខ្លាំងមែនតើដោយសារតែទីបំផុតបានជួបគ្នាជាមួយនឹង Rakuro ហើយតមកស្អីរឿងក៏បានបង្ហាញឲ្យឃើញរយៈពេលកាលពីប្រហែលថ្ងៃមុនបន្តិចនៅពេលដែល Ray ហ្នឹងក៏គឺជា Ray ហ្នឹងមើលទៅcoolខ្លាំងមែនតើក៏ប៉ុន្តែតាមពិតទៅនឹង Ray ក៏កំពុងតែសប្បាយចិត្តនឹងអៀនខ្លាំងមែនតើដោយសារតែទីបំផុតបានជួបគ្នាជាមួយនឹង Rakuro ហើយតមកស្អីរឿងក៏បានបង្ហាញឲ្យឃើញរយៈពេលកាលពីប្រហែលថ្ងៃមុនបន្តិចនៅពេលដែល Ray ហ្នឹងក៏កំពុងតែតាមរកមើល Rakuro អត់ឃើញទៅរកមើលនៅកន្លែងហាងហ្គេមនិយាយគ្នាជាមួយនឹង Manasa អីចឹងទៅហើយបន្ទាប់មក Manasa ហ្នឹងក៏និយាយលើកទឹកចិត្តបន្ទាប់មកក៏ប្រាប់ថាឲ្យសារភាពស្នេហ៍អញ្ចឹងទៅនិយាយទៅអត់មានបានជួយអីទេមានតែប្រយោជន៍ថែមមកដល់ផ្ទះវិញក៏អង្គុយសេតក៏ប៉ុន្តែគិតចុះគិតឡើងគឺមានតែហ្គេមមួយហ្នឹងទេដែលខ្លួនចេះលេងចឹងទៅមានតែ
កាសតែប្រហែលនោះទេដើម្បីជួបគ្នាជាមួយនឹង Rakuro ហើយខ្លួនក៏បានបើក VR និង login ចូល game ដើម្បីលេងអីចឹងទៅ login ចូល game ហើយក៏មានសារមួយលោតមកឲ្យខ្លួនគឺជាសាររបស់ sister នោះអីប្រាប់ឲ្យខ្លួននឹងជួយរកមើល player ណាមួយហើយ Rei ក៏បានប្រកែកថាឥឡូវនឹងខ្លួនក៏កំពុងតែរកមើល player ណាមួយឯផងដែរចឹងទៅសូមទុកសិនទៅយើងម្នាក់ហ្នឹងគឺពាក់ក្បាលសត្វស្លៀកខោខ្លីនិងមានស្លាកស្នាមលេខ Kagon នៅជាប់នឹងខ្លួនក៏ដូចជាមានរថផ្សាយចេះនិយាយមួយជាប់នឹងស្មាផងដែរដែលទីតាំងរបស់គេកំពុងតែលេងឥឡូវហ្នឹងគឺនៅទីក្រុងទី2ប្រហែលជាឥឡូវហ្នឹងដូចជាធ្វើដំណើរដល់ទីក្រុងទី3ហើយចេះទៅក៏គួរតែតាមរកមើលតាមហ្នឹងអីចឹងទៅបន្ទាប់មក Rei ក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនរត់ទៅកាន់ទីក្រុងទី3ហ្នឹងតែម្ដងហើយខ្លួននឹងក៏បានឃើញបដ ாய் ថា Saraku នឹងក៏កំពុងតែវាយគ្នាជាមួយនឹងកញ្ញាសក់ពណ៌ទឹកប៊ិចអីហ្នឹង Rei ក៏បានប្រើប្រាស់ល្បឿនរត់ទៅកន្លែងហ្នឹងយ៉ាងលឿនហក់ទៅមួយទំហឹងកាប់ដីនៅកន្លែងហ្នឹងដោយប្រើប្រាស់ attack មួយដែលឈ្មោះថា Severing Attack Rock Smaster ឡើងឲ្យដីជុកអីចឹងទៅដោយក្តីសង្ឃឹមនៅក្នុងខ្លួនគិតថានឹងបាននិយាយគ្នាជាមួយនឹង Saraku នៅក្នុង game បន្ទាប់មកពួកគេនឹងការតំណែងជាមួយនឹងគ្នានៅផ្នែកខាងក្រៅ real life តែម្ដង Pentagon នៅពេលដែលឮសលេងក្ដុំក្ដាងអីចឹងទៅអត់ដឹងថាណាគេមកចូលរួមអីផ្សេងនោះទេគិតថាទឹកដៃរបស់ Saraku នឹងវាខ្លាំងឬក៏សាហាវអីចឹងទៅក៏ប៉ុន្តែនៅពេលដែលខ្លួនងាកមកហ្នឹងក៏ស្រាប់តែឃើញ player មួយដែលមានអាវក្រោះឡើងពេញហ្នឹងតែម្ដងក៏ស្គាល់ថាហ្នឹងគឺជា Cycle Zero ក៏រត់ទៅតែហប់សប្បាយចិត្តមែនតើព្រោះថា Saraku ហ្នឹងហើយតាក់ទាញ player ពិសេសដល់ទៅ2នាក់ឲ្យមកជួបខ្លួនក្នុងពេលតែមួយពេលហ្នឹងរត់ទៅមិនទាន់នឹងដល់ផងស្រាប់តែ Animalia ហ្នឹងក៏និយាយប្រាប់ថាតុក្កតានៅជាប់ខ្លួនរបស់នាងហ្នឹងឥឡូវនេះខ្ទេចខ្ទីអស់ហើយនៅពេលដែល Magic ខ្លួនបាញ់ទៅហ្នឹងតែប្រាប់សោះតែចាំមើលនៅពេលដែលខ្លួនប្រើប្រាស់ Magic មួយនេះវិញតើអាចរងជាប់ដែរឬក៏អត់